ខ្ញុំឲ្យគេចាប់នាងចាញ់ពីក្រែស្នែងរឿងនេះនាងចាំបានទេរឿងនេះខ្ញុំមិនចាំមិនអាចបំភ្លេចបានទេបើមិនមែនតែនាងជួយខ្ញុំម្ចាស់ថ្ងៃនេះខ្ញុំម្ចាស់ជាអ្នកស្រីម្នាក់នៅឆ្ងាយរាប់ពាន់យោជន៍ហើយបំរើតាចាស់សក់សដែរជាកងទ័ពអាយុ70ឆ្នាំនិយាយបែបនេះពួកយើងពីរអ្នកដូចគ្នាអាចជាបងប្អូនសាប់រស់ហើយមែនទេព្រះនាងមានរឿងអីសមមានសវណ្ណនៃម្ចាស់កាប់ផ្លឹងពីដើមនេះការនោះព្រះនាងគល់ឲ្យខ្ញុំម្ចាស់ឲ្យតែព្រះនាងមានសវណ្ណនៃវានឹងស្ដាប់តាមបញ្ជាព្រះនាងធូអើខ្ញុំមិនត្រូវការកាប់ផ្លឹងខ្ញុំត្រូវការនាងនិយាយមួយម៉ាត់ត្រូវការឲ្យខ្ញុំម្ចាស់និយាយអីទៅធូអើបើសិនជាខ្ញុំចាក់ចេញពីដំណាក់ទៅរកមនុស្សម្នាក់តែនាងថាបានទេព្រះនាងមិនមែនចង់ធ្វើអ្នកស្រីចំយៀនទេនេះជារឿងល្អអត់ទេមិនមែនធ្វើជាលោកស្រីគេទេគឺគ្រាន់តែទៅរកគេទេប្រហែលជានាងមិនដឹងទេចង់យានគេព្រះនាងឈប់មានសវណ្ណនៃទេគ្រឿងរបស់ចង់យានខ្ញុំម្ចាស់បានដឹងអស់ហើយតាំងពីកន្លែងធ្វើប្រាក់មានឃាតកម្មកើតឡើងគាត់ខ្លាចជាអ្នកទោសរាជការលោកចេញពីរាជធានីចង់នៅមកហ្វុងតាមចាប់គាត់ព្រះនាងស្ដាប់ខ្ញុំម្ចាស់សិនតែខ្ញុំម្ចាស់មិនជឿទេចង់យានអាចធ្វើរឿងនេះប៉ះពាល់ដល់រាជការពិតជាមានគេចង់ធ្វើបាបគាត់ហើយតែពេលនេះទៅរកគាត់បញ្ជាក់ថានិយាយទៀតតែព្រះនាងខ្ញុំម្ចាស់អរព្រគុណព្រះនាងជំនួសចង់យានធូអើគឺនាងធ្វើឲ្យខ្ញុំមានចិត្តក្លាហានអរគុណនាងណាអ្នកណាព្រះនាងព្រះអង្គចង់ជួបព្រះនាងព្រះអង្គចង់ជួបខ្ញុំពេលណាពេលនេះណារទេះបានមកដល់មុខដំណាក់ហើយមានបន្ទូលទៀតថាឲ្យធូអើទៅជាមួយដែរឲ្យខ្ញុំចុះគាត់ដែរ
ព្រះនាងយើងចេញមកហើយ ចា ឲ្យឆាប់ឡើងឲ្យឆាប់ឡើងណែដាក់អីវ៉ាន់ឲ្យស្រួលបួលឲ្យឆាប់ឡើងឲ្យលឿនឡើងអូយព្រះនាងសូមយាងខ្ញុំតែនេះផ្លូវនៅលើតុត្រូវបន្លត់ទេ ព្រះនាងសូមទុកប្រតិចោះទូបង្គំបានចាត់អ្នកបម្រើម្នាក់នៅក្នុងបន្ទប់រាល់ថ្ងៃបិទទ្វារសូត្រធម៌ឲ្យធូបឲ្យទៀនជាបន្ត មិនបាច់ទេផ្លាកផលិតរស់ចាញ់ទេ បាននាងធ្វើតាមសវណ្ណនៃព្រះនាងទៅណា ចា ព្រះនាងសូមយាងលិស៊ីវ ចា នាងជាអ្នកបម្រើផ្ទាល់របស់ព្រះនាងតាមផ្លូវបម្រើព្រះនាងបានល្អណា ចាលោកមហាថ្លឹកចាយទុកចិត្ត ឆាប់ ចា ពីព្រះនាងឡើងរទេះ បន្លត់ភ្លើងទៀនទៅព្រះនាងត្រង់នៅញាក់ឯង លិស៊ីនាងជាអ្នកបម្រើផ្ទាល់របស់ខ្ញុំមហាថ្លឹកចាយក៏បានយករឿងប្រាប់នាងអស់ដែរនាងថាខ្ញុំទៅនេះអាចរកឃើញចុងយានទេ លោកមហាថ្លឹកចាយបានប្រាប់ហើយព្រះនាងអាចរកឃើញចំយានព្រះនាងត្រូវជ្រាបមនុស្សម្នាក់មានទឹកភ្នែកប្រមាណទៅ នោះត្រូវមើលម្នាក់នេះមានរឿងឈឺចាប់ប៉ុន្មានលើ បើព្រះនាងព្រះកន្សែង3ថ្ងៃពិតជាឈឺចាប់ប្រតិបើព្រះកន្សែង3ខែជីបចោត្រូវដាច់អស់ហើយព្រះនាងលិស៊ីមិនចង់ឃើញព្រះនាងទ្រង់ព្រះកន្សែងទេខ្លាចសោយទេវកុស នាងថាខ្ញុំមិនត្រូវហូរទឹកភ្នែកទៀតទេមែនទេ ព្រះនាងមិនមែនមានចាំនេះមានទុកច្រើនឯណាព្រះនាងម្យ៉ាងទៀតបើព្រះអង្គជ្រាបថាព្រះនាងខ្លាចផ្សាតើទ្រង់ឈឺបន្តិចយ៉ាងណាទេ មិនអាចទេខ្ញុំមិនហូរទឹកភ្នែកទៀតទេអត់ទេ អូលោកប្រាចាង ណែមហាស្លឹកចៅពឹងលើលោកហើយណា ញោមខ្ញុំស្អែកនេះ នៅខាងក្នុងប្រអប់នេះគឺដាក់ត្បូង5គ្រាប់នោះលោកត្រូវតែឲ្យដល់ដៃព្រះអង្គម្ចាស់សួយដោយផ្ទាល់មិនឲ្យខុសទេ ហើយត្បូងនេះត្រូវនៅកន្លែងសេនាចុងនោះ លោកកុំសួរច្រើនពេកចាំណាជីវិតនៅ
ប្រអប់នៅប្រអប់នៅជីវិតនៅចាំទេ អូយចាំហើយសូមលោកឧបរាជចាំងទូលព្រះអង្គទូលបង្គំមិនឲ្យព្រះអង្គខកប្រតិទេ